ចឹងកន្លងមកយើងមានបរិយាក្រិតស្ដីពីការប្រទានគ្រឿងឥស្សរិយយសស្ដីពីការបង្កើតគ្រឿងឥស្សរិយយសយើងមានគ្រឿងឥស្សរិយយសដែលប្រទានដោយបរិយាក្រិតនិងគ្រឿងឥស្សរិយយសដែលផ្ដល់ដោយអនុក្រិតក្រៅពីមានបរិយាក្រិតបង្កើតនោះក៏គេមានសារាចរពាក់ព័ន្ធនឹងការពាក់ដែរអញ្ចឹងហើយលោកលោកស្រីមន្ត្រីរាជការដែលមានគ្រឿងឥស្សរិយយសមុននឹងពាក់សូមមើលសារាចរនឹងសិនដើម្បីពាក់កុំឲ្យខុសបរិយាក្រិតគ្រឿងឥស្សរិយយសនេះខ្ញុំបានអាប់ឡូតចូលទៅក្នុង page ហើយដូចជាមាន folder មួយពាក់ព័ន្ធនឹងគ្រឿងឥស្សរិយយសនេះទៀតលោកស្រីអាចចូលមើលបន្ថែមទៅអញ្ចឹងគ្រឿងឥស្សរិយយសដែលប្រទានដោយបរិយាក្រិតមាន3ប្រភេទទី1គឺមេដាយជាតុបកាចាលោកលោកស្រីទាំងអស់គ្នាមើលឃើញទេរូបនេះចាឃើញណាគ្រូមើលឃើញរូបមេដាយហើយមើលឃើញរូបបរិយាក្រិតមើលឃើញមេដាយជាតុបកាណាគ្រូចាអញ្ចឹងមេដាយជាតុបកានេះគឺជាគ្រឿងឥស្សរិយយសខ្ពស់បំផុតនៅក្នុងបរិយាណាចក្រកម្ពុជាកាលណាបានហ្នឹងហើយបើចង់បានអីផ្សេងទៀតទេដែលមានលក្ខណៈជាបន្តោងខ្សែកហើយដាក់គេពាក់ទៅដាក់ចំមានលក្ខណៈជាខ្សែកពាក់ទៅដាក់បន្តោងចំកណ្ដាលដើមទ្រូងអញ្ចឹងមេដាយជាតុបកានេះយើងឃើញថាកន្លងមកគឺមានតែប្រធានស្ថាប័នធំៗទេដែលមានដូចជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភាកន្លងមកក្នុងអាណត្តិយូរនៅពេលដែលនៅពេលដែលមេដាយទៅបង្កើតគឺមានតែប្រធានស្ថាប័នធំៗទេប៉ុន្តែក្រោយមកទៀតនេះគឺឃើញថាមានច្រើនជាពិសេសនៅចុងអាណត្តិមុននេះគឺមានអ្នកទទួលបានមេដាយជាតុបកានេះច្រើនហើយសូមបញ្ជាក់ថាមិនមែនសម្រាប់តែមន្ត្រីក្របខ័ណ្ឌទេអ្នកមិនមានក្របខ័ណ្ឌក៏អាចពាក់មេដាយនេះបានដែរពីព្រោះគេសម្រាប់ផ្ដល់ជូនអ្នកដែលមានដែលឥស្សរជនជាន់ខ្ពស់ដែលមានគុណូបការៈចំពោះជាតិបន្ទាប់មកទៀតគឺមានមេដាយបរិសំទោសអានេះគេហៅប្រភេទមេដាយជាតិតុបទេសមេដាយជាតិតុបទេសនេះគឺមានមេដាយជាតិតុបកាមេដាយបរិជាណាចក្រកម្ពុជា5ថ្នាក់ក្នុងនោះគឺមហាសិរីវត្តមហាសេនាធិបតីសេនានិងអសរិទ្ធហើយនឹងមួយទៀតគឺមេដាយការពារជាតិមេដាយឯករាជ្យជាតិសម្រាប់បំពាក់ជូនអ្នកដែលឥស្សរជនអ្នកដែលមានស្នាដៃអ្នកដែលមានជាតិមានគុណូបការៈចំពោះជាតិប្រភេទទី2គេហៅថាប្រភេទរាជបល្ល័ង្កក៏ជាប្រទានដោយព្រះរាជក្រឹត្យដែរប្រភេទរាជបល្ល័ង្កនេះមាន3ប្រភេទគឺមេដាយរាជសម្បត្តិមេដាយរជ្ជកាលនិងមេដាយអនុស្សារាមានតូចតិចប្រភេទរាជបល្ល័ង្កនេះសម្រាប់គឺជាគ្រឿងឥស្សរិយយសដែលប្រទានដោយព្រះរាជក្រឹត្យតាមតម្រិះតម្រេះរបស់ព្រះមហាក្សត្រគ្រឿងឥស្សរិយយសប្រភេទរាជបល្ល័ង្កនេះសម្រាប់បំពាក់ជូនដល់វរៈជនដែលមានគុណូបការៈចំពោះរាជវង្សសានុវង្សចំពោះព្រះមហាក្សត្ររាជវង្សសានុវង្សហើយលោកលោកស្រីធ្លាប់ជ្រាបហើយថាសម្រាប់ការចេញព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រអាចចេញបានលុះត្រាតែមានសំណើដែលឡែកមានតែព្រះរាជក្រឹត្យប្រទានគ្រឿងឥស្សរិយយសរាជបល្ល័ង្កនេះទេដែលព្រះមហាក្សត្រអាចប្រទានតាមព្រះរាជតម្រេះរបស់ព្រះអង្គមានន័យថាមិនបាច់មានសំណើពីអ្នកណាទាំងអស់ព្រះមហាក្សត្រអាចចេញព្រះរាជក្រឹត្យប្រទានគ្រឿងឥស្សរិយយសនេះបានហើយទី3គឺប្រភេទការពារជាតិប្រភេទការពារជាតិនេះគឺមានមេដាយសេនាជ័យសិទ្ធិមេដាយការពារជាតិដែលមាន3ថ្នាក់មានប្រាក់សម្រិទ្ធនេះសម្រាប់បំពាក់ជូននគរបាលឬកងកម្លាំងប្រដាប់អាវុធសម្រាប់ទាហានឬនគរបាលអត់ខាងស៊ីវិលទេដែលមានស្នាដៃក្នុងការពារមាតុភូមិពីសង្គ្រាមឬក៏ពីចំនួននានាអញ្ចឹងគឺមេដាយ3ប្រភេទដែលខ្ញុំបានជំរាបជូនមិញនេះមានប្រភេទមានទៅប្រទេសប្រភេទរាជបល្ល័ង្កហើយនិងប្រភេទការពារជាតិនេះគឺប្រទានដោយព្រះរាជក្រឹត្យពាក់ព័ន្ធនឹងមេដាយនេះផងដែរគ្រឿងឥស្សរិយយសនេះផងដែរដែលហៅថា complete set ពាក្យថា full option គឺត្រូវមាន3ទី1គឺមានព្រះរាជក្រឹត្យឬក៏អនុក្រឹត្យផ្ដល់ណាទី2មានតួមេដាយ
និងទី3មានប្រកាសនីយបត្រនឹងបានគេហៅថា complete អញ្ចឹងបរិជ្ជក្រិតប្រទានគ្រឿងឥស្សរយុសជាបរិជ្ជក្រិតឯកតភូតបរិជ្ជក្រិតស្ដីពីការតែងតាំងឬប្រទានងារជាឧកញ៉ាអ្នកឧកញ៉ាឬលោកអ្នកឧកញ៉ាអញ្ចឹងការពីមុនអាណត្តិទី7នេះក៏ដូចគ្នាដែរគឺយើងមានតែឧកញ៉ានិងអ្នកឧកញ៉ាទេឧកញ៉ាយើងមានអនុក្រឹត្យចែងច្បាស់លាស់គឺអនុក្រឹត្យលេខ40អនុក្រឹត្យលេខ15អនុក្រឹត្យដំបូងគេលេខ15ក្រោយមកទៀតគឺអនុក្រឹត្យលេខ40ដែលបានកែសម្រួលអញ្ចឹងអនុក្រឹត្យលេខ15ដែលចេញឆ្នាំជាង9ជាងនោះគឺគេបានកំណត់ថាដើម្បីបានងារឧកញ៉ាគឺសពរជនដែលបានធ្វើអំណោយជាទឹកប្រាក់ឬសម្ភារៈដល់រាជរដ្ឋាភិបាលក្នុងទឹកប្រាក់$10,000ចាការចាប់ផ្ដើមដំបូងតែ$10,000ទេហើយក្រោយមកដូចជាឆ្នាំ2017មានការកែសម្រួលមេត្រានេះគឺបានបង្កើនទឹកប្រាក់ពី$10,000ទៅដល់បច្ចុប្បន្នប៉ុន្មានមានដឹងទេលោកស្រីដើម្បីបានងារឧកញ៉ា$50,000នេះគ្រូបាទចាត្រឹមត្រូវគឺ$50,000នោះសប្បុរសជននោះនឹងបានទទួលងារជាឧកញ៉ាខ្ញុំសូមអនុញ្ញាតបើកអនុក្រឹត្យនឹងឲ្យលោកស្រីបានឃើញ15ហើយនិង43ហើយថ្មីត្បិតតែនៅបច្ចុប្បន្ននេះយើងមានបរិយាកាសស្អីពីការគ្រប់គ្រងឧកញ៉ានេះជាដើមក៏មិនទាន់មានឃើញការរៀបចំនៃអនុក្រឹត្យពាក់ព័ន្ធនឹងទឹកលុយនេះដែរគឺនៅតែអនុវត្តទៅលើសម្រាប់ឧកញ៉ាដដែលទេដោយឡែកអ្នកលោកឧកញ៉ានិងលោកអ្នកឧកញ៉ាគឺមិនទាន់ឃើញមានអនុក្រឹត្យកំណត់ពីទំហំទឹកប្រាក់ឬក៏ការបរិច្ចាគដើម្បីទទួលបាននៅក្រមងារនេះទេនឹងជាឆ្នាំ94លោកស្រីទាំងអស់គ្នាមើលឃើញទេអនុក្រឹត្យលេខ15ចេញឆ្នាំ94ណាតម្រងអនុក្រឹត្យដែលចេញជំនាន់នោះគឺអញ្ចឹងមេត្រា2កាលមុនមេដៃស្ថាបនាជាតិគេមានមាសប្រាក់សម្រិតលោកគេអត់ហៅសម្រិតទេកាលនោះគេហៅលង្ហិនលក្ខខណ្ឌសម្រាប់បកគលមេដៃស្ថាបនាជាតិប្រសិនបើសប្បុរសជននោះបានធ្វើអំណោយជាជូនរដ្ឋជាថវិកាឬសម្ភារៈមានតម្លៃចាប់ពី$10,000ទៅគឺបានដល់មេដៃស្ថាបនាជាតិអ្នកលេខ1ក្រោយមកផ្ដានបដូរឈ្មោះទៅជាមេដៃមាសស្ថាបនាជាតិនឹងត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដល់ខ្ពង់ពោះរបស់ព្រះមហាក្សត្រដើម្បីប្រទានក្រមងារជាឧកញ៉ាអញ្ចឹងកាលពីឆ្នាំ94នេះឲ្យតែបានធ្វើអំណោយចាប់ពី$10,000ឡើងគឺបានមេដៃមួយហើយមេដៃមាសស្ថាបនាជាតិនឹងបានក្រមងារជាឧកញ៉ាទៀតហើយក្នុងអនុក្រឹត្យលោកស្រីឃើញគេប្រើពាក្យសប្បុរសជនអញ្ចឹងពាក្យថាសប្បុរសជននេះមិនចាំបាច់តួតែជាមន្ត្រីរាជការទេជាអ្នកណាក៏ដោយហើយក៏មិនចាំបាច់តួជនជាតិខ្មែរដែរមកទេក៏បានដែរយើងឃើញហើយកន្លងមកឧកញ៉ាយើងមានច្រើនណាស់ខ្មែរក៏មានចិនក៏មានកូរ៉េក៏មានប៉ុន្តែឥឡូវនេះបរិជ្ជក្រិតថ្មីបរិជ្ជក្រិតស្ដីពីការគ្រប់គ្រងឧកញ៉ាថ្មីនេះគឺគេបានកំណត់មានតែជនជាតិខ្មែរទេដែលអាចទទួលក្រមងារនេះបានខ្ញុំចង់បញ្ជាក់ដែរថាឧកញ៉ាពាក្យឧកញ៉ានេះពាក្យឈ្មោះក្រមងារឧកញ៉ានេះបើលោកលោកស្រីទៅឆែកមើលក្នុងវចនានុក្រមតជួនណាត់យើងឃើញថានិយមបណ្ឌិតដែលគេប្រើនៅក្នុងវចនានុក្រមយកមក apply ឥឡូវនេះអត់ត្រូវទេឧកញ៉ានេះនៅក្នុងវចនានុក្រមសម្ដេចជួនណាត់ប្រែមកថាជាអ្នកដែលមានចំណេះដឹងខ្ពស់ជាក្រមងាររបស់មន្ត្រីជាន់ខ្ពស់នៅក្នុងព្រះបរមរាជវាំងនៅសម័យបុរាណក្រមងារឧកញ៉ានេះគេប្រើសម្រាប់សម្គាល់មន្ត្រីជាន់ខ្ពស់ឧទាហរណ៍ឧកញ៉ាចក្រីគឺសំដៅជាងាររបស់រដ្ឋមន្ត្រីក្រសួងទ័ពជើងទឹកឧកញ៉ាកលាហោមរដ្ឋមន្ត្រីក្រសួងទ័ពជើងគោកឧកញ៉ាយមរាជរដ្ឋមន្ត្រីក្រសួងយុតិធម៌ជាងាររក្សារបស់មន្ត្រីរាជការហើយជាមន្ត្រីរាជការជាន់ខ្ពស់ទៀតឧកញ៉ានឹងដូចជាធំជាងស័ក្តិមួយទៀតគេហៅព្រះមានព្រះមានឯកមានអីជាដើមអានោះងារនៅសម័យបុរាណប៉ុន្តែដល់បច្ចុប្បន្នវាមិនមែនជាឋានន្តរស័ក្តិទៀតទេវាគ្រាន់តែជាក្រមងារដែលគេសម្រាប់សម្គាល់អ្នកដែលបានធ្វើអំណោយជាទឹកប្រាក់ឬសម្ភារៈដល់រដ្ឋាភិបាលចាប់ពី$50,000ឡើងអញ្ចឹង15នេះឆ្នាំ94ដល់ឆ្នាំ2017អនុក្រឹត្យ15នោះត្រូវបានកែសម្រួលនៅលើមាត្រា2គឺបានបង្កើនទឹកប្រាក់អញ្ចឹងមាត្រា43នេះសំទោសអនុក្រឹត្យ43នេះនៅមានសុពលភាពនៅឡើយទេមិនទាន់មានអីនិរាករទេអញ្ចឹងបច្ចុប្បន្នគឺ$50,000បានទទួលក្រមងារជាឧកញ៉ាច
ចឹងវាគ្រាន់តែជាក្រមងារទេដែលប្រទានដោយព្រះរាជក្រឹត្យហើយព្រះរាជក្រឹត្យប្រទានក្រមងារនោះគឺជាព្រះរាជក្រឹត្យឯកតភូតក្រមងារនោះប្រទានដោយព្រះរាជក្រឹត្យដល់បញ្ចប់ទៅវិញក៏ដោយព្រះរាជក្រឹត្យដូចគ្នាហើយលោកស្រីបានឃើញហើយក្នុងរយៈពេលប្រហែលថ្ងៃកន្លងមកនេះមានសិទ្ធិមានជំនួយការត្រូវប្រើថវិការដ្ឋអីគឺអត់មានទេខ្ញុំសូមអនុញ្ញាតបន្តទៅទៀត